ចាបងបងមានរូបមន្តស្លការីដែលមានរសជាតិឆ្ងាញ់នៅចាបើអត់ទាន់មានទេអាចចូលមើលវីដេអូនេះបានចាខ្ញុំចែករំលែកពីការស្លការីចាយើងយកហូបជាមួយនឹងនំប៉័ងក៏បាននំបញ្ចុកក៏បាននេះគឺរូបមន្តរបស់គ្រួសាររបស់ខ្ញុំឯណាបងបងចាបងបងអាចសាកធ្វើបានហើយសម្រាប់គ្រឿងផ្សំយើងមានជាមួយនឹងម្ទេសចាម្ទេសឆ្អើរយើងច្រាំឲ្យម៉ត់មកបងបងហើយមានជាមួយនឹងគ្រាប់ការីហើយនឹងផ្កាច័ន្ទមួយខ្ទិះដូងចាហើយនឹងសាច់មាន់ចាសាច់មាន់គឺខ្ញុំនៅមកជាហៀងអញ្ចឹងហើយគឺខ្ញុំយកមកស្លការីហើយនឹងគ្រឿងបុករបស់យើងចាហើយសម្រាប់បន្លែខ្ញុំមានតែ4មុខតិចតិចឯងបងបងខ្ញុំដាក់ការ៉ុតចាដលងបារាំងខ្ទឹមបារាំងហើយនឹងសណ្តែកគួរចាហើយគ្រឿងផ្សំបន្ថែមទៀតគឺខ្ញុំមានបន្ថែមជាមួយនឹងទឹកដោះគោខាប់របស់យើងចាទឹកដោះគោខាប់របស់ខ្មែរយើងណាបងបងហើយមួយទៀតអ្វីដែលមិនអាចខ្វះបានគឺកាពិចាកាពិនេះក៏របស់ខ្មែរយើងដែរអត់មានផ្ទះលេខ2លេខ3ទេគឺរបស់ខ្មែររបស់យើងផ្ទាល់តែម្ដងចាសម្រាប់គ្រឿងផ្សំគឺយើងមានប៉ុណ្ណឹងចាបងបងអាចមើលនៅក្នុងវីដេអូនឹងបានយើងរៀបចំឲ្យបែបហ្នឹងមកចាបន្ទាប់មកជាហ៊ានដំបូងនៃការធ្វើគឺយើងដាក់ប្រេងឆាតិចមកហើយយើងលីងជាមួយនឹងគ្រាប់ចពូហើយនឹងផ្កាច័ន្ទហ្នឹងឲ្យវាចេញពណ៌បងបងចាបន្ទាប់ពីចេញពណ៌យើងស្រង់ចេញយើងបន្ថែមជាមួយនឹងម្ទេសក្រហមដែលយើងច្រាំហើយបន្ទាប់មកយើងដាក់កាពិចាកូរវាឲ្យសព្វមកបងចាកូរវាឲ្យសព្វហើយបងអាចដាក់គ្រឿងបន្ថែមបានចាគ្រឿងបុករបស់យើងណាចាយើងដាក់គ្រឿងបុកហើយយើងបន្ថែមទឹកខ្ទិះចាទឹកខ្ទិះដើមរបស់យើងមកបងចាបន្ថែមកូរឲ្យសព្វអញ្ចឹងមកចាបងអាចបន្ថែមជាមួយនឹងខ្ទិះដើមរបស់យើងឲ្យវារៀងនេះតិចមកកូរឲ្យសព្វហើយបងអាចដាក់សាច់ចូលបានចានៅពេលដែលដាក់សាច់ចូលហើយយើងកូរច្បល់ហើយយើងដាក់ល្ងហើយណាបងចាដាក់ល្ងមកសន្ទុះហើយចាំយើងបន្ថែមគ្រឿងចាស្ករប៊ីចេងដោះគោខាប់អីចឹងទៅបងចានេះគឺខ្ញុំថែមជាមួយគ្រឿងហើយខ្ញុំដាក់ខ្ទិះបន្ថែមបន្ទាប់មកអានេះខ្ញុំល្ងសាច់មាន់រៀងផុយហើយបាទខ្ញុំដាក់បន្លែចាបន្លែមានការ៉ុតហើយនឹងដលងបារាំងចាព្រោះវាអត់ងាយផុយអញ្ចឹងយើងដាក់មុនណាបងចាដាក់មុនខ្ទឹមបារាំងហើយនឹងសណ្តែកគួរចាអញ្ចឹងយើងដាក់ហើយកូរឲ្យសព្វចាកូរឲ្យសព្វហើយរៀងផុយសាច់ផុយបន្លែពីរមុខហ្នឹងហើយចាយើងបន្ថែមជាមួយនឹងបន្លែពីរមុខទៀតដែលមានខ្ទឹមបារាំងហើយនឹងសណ្តែកគួរចាសម្រាប់ស្លការីនេះគឺខ្ញុំអត់យករាវប្រហែលនេះបងដោយសារខ្ញុំយកហូបជាមួយនឹងនំប៉័ងអញ្ចឹងខ្ញុំយកមកល្មមចាហើយនេះយើងដាក់បន្លែដាក់អីហើយពុះភ្លក់រសជាតិទៅបងរសជាតិដែលបងចង់បានហើយជាការស្រេចហើយចាយើងអាចយកញ៉ាំជាមួយនឹងនំប៉័ងចាជាមួយនឹងនំបញ្ចុកបានសម្រាប់រសជាតិគឺថាឆ្ងាញ់ណាបងញ៉ាំបានទាំងនំបញ្ចុកទាំងនំប៉័ងគឺរសជាតិឆ្ងាញ់